បងឧត្តមបងហងឧត្តមខ្ញុំបាញ់ស្មើមិនដាច់ទេលោកគ្រូអើយបាទពាក់ព័ន្ធជាមួយនឹងស្មើនៅចុងដៃចុងរដូវណាជាទូទៅសត្វស្មើវាមកដល់ពេលនេះគឺអាចនិយាយបានថាវាស៊ាំនឹងធាតុសកម្មថ្នាំមួយចំនួនដែលបងប្អូនយកមកប្រើបងប្អូនខ្លះគាត់យកថ្នាំដែលមានធាតុសកម្មដដែលយកមកប្រើគ្រាន់តែដូរសបកអាវគ្រាន់តែដូរឈ្មោះក្រុមហ៊ុនបាទខ្ញុំលើកឧទាហរណ៍ធាតុសកម្មដូចជាបពុអាសេតាមេព្រីតបុយប្រូហ្វេស៊ីនអីជាដើមណាដំបងគាត់ប្រើរបស់ក្រុមហ៊ុនផ្សេងអញ្ចឹងទៅស្រាប់តែគាត់ដូរពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតគេថាអាហ្នឹងសម្រាប់ដាច់តាមពិតសមាសធាតុឬក៏ធាតុផ្សំវាដដែលតែមួយបងប្អូនខ្លះទៅគាត់ធ្លាប់ប្រើអាសេផាតដល់ពេលគាត់ដូរទៅក្រុមហ៊ុនផ្សេងគេមិនដាក់ថាអាសេផាតអីគ្រាន់តែគេដូរឈ្មោះផ្សេងប៉ុន្តែធាតុសកម្មតែមួយទេធាតុសកម្មអាសេផាតដដែលប៉ុន្តែគេដូរឈ្មោះហៅផ្សេងណាដូចថ្នាំរបស់ខ្ញុំដាក់ថា AB ផ្ដាច់ពូជបាទ AB ផ្ដាច់ពូជនឹងសមាសធាតុរបស់វាគឺអាសេតាមេព្រីតបូកបុយប្រូហ្វេស៊ីនបាទអាហ្នឹងគឺផ្ដោតសំខាន់ទៅលើពពួកសមាលទ្រីបមូតែសត្វស្លាប់បាទអត់ត្រូវទេដង្កូវមិនចំណាប់ទេណាអញ្ចឹងអាហ្នឹងវាបានតែពពួកសត្វស្លាប់ប្រភេទសត្វជញ្ជក់បាទឬក៏សត្វស្លាប់រឹងអីហ្នឹងអាហ្នឹងអូខេហើយអញ្ចឹងបើសិនជាបងប្អូនដែលធ្លាប់ប្រើសមាសធាតុដឹងហើយមកយករបស់ខ្ញុំទៅបាញ់ទៀតច្បាស់ណាស់សមាលវាស៊ាំហើយវាងាប់ក៏អត់ស្អាតដែរបាទវាងាប់អត់ស្អាតទេហើយសួរថាយើងតាមវាទេតាមបាញ់ទៀតទេយកអាដដែលនឹងទៅដាក់ទៀតទេបើសិនជាហ៊ានដាក់ដដែលហើយយើងបាញ់ជោគជាងមុនច្បាស់ណាស់ផ្លែដែលនៅទុំហ្នឹងគឺអាចនឹងខ្មៅទុំហើយសបល់វាអត់ស្អាតទេសបល់វាឡើងជាប់កម្ៅតែម្ដងសាច់ខាងក្នុងល្អសាច់ខាងក្នុងក្របល្អប៉ុន្តែសបល់វាមិនស្អាតអញ្ចឹងជាឱកាសមួយដែលឈ្មួញគេទម្លាក់តម្លៃគេមិនឲ្យតម្លៃថ្លៃណាបាទអញ្ចឹងវាអាចនឹងធ្វើឲ្យយើងមិនពេញចិត្តជាម្សេចម្ចាស់ចការបានផ្លែហើយវាប្រេះសាច់ឬក៏សបល់ខ្មៅដោយសារសម្ៅយើងធ្វើមិនដាច់អញ្ចឹងបើសិនជាធ្វើមិនដាច់សម្ៅកុំឲ្យបាញ់លេជាមួយជីអំពៅជីអំប៉ុនច្រើនជើងយើងបាញ់វាតែមួយមុខឲ្យដាច់សម្ៅណាបាទហើយសួរថាសមាសធាតុអីខ្លះអាចយកមកបំផ្លាញសម្ៅបានបាញ់សម្ៅបានអ៊ីម៉ាមេទីនក៏បាញ់បានអាសេផាតក៏បងប្អូនយកមកបាញ់បានអាសេតាមេព្រីតក៏បាញ់បានបុយប្រូហ្វេស៊ីនក៏បាញ់បានឬក៏អ៊ីមេដាក្លបរីតក៏បាញ់បានថៃមេតូសាមក៏បាញ់បានឡាម៉ាដាសេហាឡូទ្រីនក៏បងប្អូនអាចយកមកបាញ់បានដែរដូចគ្នាបាទតែគាត់ថាសមាសធាតុឬក៏ធាតុសកម្មមួយចំនួនវាមិនផ្ដោតទៅលើសម្ៅតែមួយមុខទេតែបើសិនជាអាចនៅក្នុងនោះបងប្អូនយកធាតុសកម្មណាដែលថ្នាំណាដែលវាមាន2សមាសធាតុបូកបញ្ចូលគ្នានៅក្នុងនោះស្រាប់វាជាការល្អប្រសើរដើម្បីជៀសវាងការលាយច្រើនមុខហើយវាប្រតិកម្មដោយយើងជាអ្នកបច្ចេកទេសខ្លួនឯងយើងលាយខ្លួនឯងណាតែបើសិនជារោងចក្រឬក៏អ្នកជំនាញគេលាយផ្សំចូលគ្នាពីរមុខស្រេចហើយយកមកប្រើអាហ្នឹងគឺវាមានប្រសិទ្ធភាពច្រើនជាងហើយក៏វាសុវត្ថិភាពទៅលើដំណាំយើងច្រើនជាងមិនមែនសន្មតថាអូបាញ់អ៊ីម៉ាមេទីនទៅដឹងតែដាច់សម្ៅអ៊ីម៉ាមេទីនវាផ្ដោតសំខាន់ទៅលើតកូវតែសម្ៅក៏វាត្រូវដែរគាត់ថាបើសម្ៅវាផ្ទុះខ្លាំងធ្វើទុកខ្លាំងគឺយើងមិនអាចយកអ៊ីម៉ាមេទីនទៅទប់ឈ្នះទេបាទគឺយើងអាចប្រើសមាសធាតុផ្សំផ្សេងទៀតតែបើសិនជានៅក្នុងថ្នាំនោះបាទដែលយើងយកមកប្រើនោះមាន2សមាសធាតុនៅក្នុងនឹងស្រាប់បាទវាត្រូវទាំងសម្ៅទាំងដង្កូវបងប្អូនយកមកប្រើគឺវាមានប្រសិទ្ធភាពច្រើនជាងហើយកុំឲ្យយើងលាយច្រើនមុខកុំឲ្យគេថាអូខ្ញុំបាញ់សម្ៅហើយលាយដង្កូវដែរអូលាយមូសតែលាយចៃសទៀតអញ្ចឹងវាអាចនឹងធ្វើឲ្យយើងបាញ់ច្រើនមុខកាលណាយើងលាយថ្នាំច្រើនមុខវានឹងប្រតិកម្មឬក៏ថ្នាំវាបាត់បង់ប្រសិទ្ធភាពណាមួយហើយអញ្ចឹងវាធ្វើឲ្យមិនសុវត្ថិភាពនៅពេលដែលយើងប្រើប្រាស់នៅលើដំណាំរបស់យើងទេវាអាចខូចណាអញ្ចឹងសូមប្រយ័ត្នប្រយែងបាទហើយបើសិនជាធ្វើមិនឈ្នះធ្វើមិនដាច់ព្រោះពេលខ្លះខ្ញុំឲ្យបាញ់មិនឲ្យជោគពេកអញ្ចឹងចន្ទទីខ្លះការវារីកកញ្ញើវាសូវមើច្រើនណាវានៅចកោមឡើងសូវមើអញ្ចឹងយើងបាញ់ប្រហើពេកវាអាចនឹងមិនជ្រៀតចូលដល់អញ្ចឹងហើយបានខ្ញុំឲ្យបាញ់ដាច់ដោយឡែកដោយសារអីបើយើងបាញ់សម្ៅមួយជើងលាយជាមួយជីពៅជីអំប៉ុនហើយយើងធ្វើអត់ឈ្នះមានជើងខ្លះគឺយើងដាក់តែវាសតទៅដើម្បីអីព្រោះពេលខ្លះយើងបាញ់ត្រូវការរៀងសំណើមសពបន្តិចទើបយើងអាចកម្ចាត់សម្ៅបានបាទហើយថ្នាំបើសិនជាអាចយើងគួរតែប្រើ2សមាសធាតុទៅអាហ្នឹងគឺល្អណាស៊ុនសឿត
ពេញចិត្តការចែករំលែកលោកគ្រូបាទអរគុណច្រើនបងកុំភ្លេចជួយចែករំលែកវីដេអូដែលខ្ញុំផុសនេះផងបាទដើម្បីអឺមានកម្លាំងចិត្តក្នុងការចែករំលែកបន្តចំការអ្នកចំការខ្ញុំទិញគេ50ម៉ឺនមកកញ្ចប់អូថ្លៃណាស់បងប្រុសបាទឥឡូវមករកលោកគ្រូវិញហើយមិនកោឲ្យស្មោះត្រង់អរគុណច្រើនបងខ្ញុំចង់ផលិតជីផ្លែឈើ5មុខតើលោកគ្រូមានមេជីកាច់ទេបាទខ្ញុំមិនមានទេបងតែមេរៀននេះខ្ញុំបានចែករំលែករួចទៅហើយនៅក្នុងក្រុម Telegram តាក់ទងជាមួយនឹងតាក់ទិចក្នុងការផលិតជីទឹកសម្រាប់ប្រើប្រាស់នៅលើដំណាំមិនថាស្រោចគល់ឬក៏យើងបាញ់នៅលើត្រួយឬក៏ជីកំប៉ុស្តគោកបាទគឺខ្ញុំបានចែករំលែករួចទៅហើយនៅក្នុងក្រុម Telegram បើសិនជាបងចង់ដឹងចង់បានបច្ចេកទេសបន្ថែមឬក៏មានសំណួរមានចម្ងល់ពាក់ព័ន្ធមួយចន្ទទីត្រូវការអ្នកបកស្រាយភ្លាមតាន់សភាពការព្រោះពេលខ្លះសួរខ្ញុំតម្រាំបានចែករំលែកឬនិយាយបន្តវាអាចនឹងយឺតថ្ងៃតិចបន្តួចអីចឹងទៅតែបើលឿនភ្លាមបងអាចទៅជាងទូរស័ព្ទឲ្យគេបង្កើត Telegram ទៅហើយអាចឆាតមកខ្ញុំបានណាលេខ Telegram របស់ខ្ញុំ088 899 4422ហើយនឹងមួយខ្សែទៀត012 98 4422បាទមាន2ខ្សែហ្នឹងដែលមាន Telegram ណាបាទអញ្ចឹងបងអាចឆាតមកហើយខ្ញុំនឹងទាញចូលក្រុម Telegram របស់ខ្ញុំហើយចាំស្ដាប់ការចែករំលែកឬក៏បទពិសោធន៍ដែលបងប្អូនយើងដែលជាអ្នកខ្លាំងចន្ទទីនៅក្នុងហ្នឹងគឺច្រើនអ្នកបាទច្រើនអ្នកគួរសមអញ្ចឹងនៅក្នុងនោះគឺបងប្អូនសួរភ្លាមគឺមានអ្នកឆ្លើយភ្លាមបើខ្ញុំឆ្លើយមិនទាន់មានអ្នកឆ្លើយជំនួសបាទខ្ញុំបាញ់3ជើងឲ្យលោកគ្រូមិនចេញក្តាប់មួយគ្រាប់ទេបងសុកលៀងបាទបងបាញ់ថ្នាំខាងណាខាងណីខ្លះឲ្យបងសុកលៀងអើយ3 4ជើងអត់ចេញបាទបងជំងឺផ្សិតខ្ញុំបាញ់មិនដាច់សោះជំងឺផ្សិតបាញ់មិនដាច់ចាំថតចន្ទីឲ្យបងចាប់ការចន្ទីមើលពិនិត្យមើលថាតើច្បាស់ជាជំងឺផ្សិតដែរឬអត់ណាប្រយ័ត្នប្រយែងព្រោះពេលខ្លះមិនមែនជំងឺផ្សិតទេតែយើងអាចមើលមិនច្បាស់យើងគិតថាវាជាជំងឺផ្សិតបាទអាហ្នឹងគឺពិបាកបន្តិចអូខេសម្រាប់បងប្អូនដែលត្រូវការថ្នាំស្មៅបាទវីដេអូមុនខ្ញុំបាននិយាយរឿងថ្នាំស្មៅខ្ញុំរួចមកហើយតែថាថ្នាំស្មៅខ្ញុំកាលពី2ឆ្នាំមុនគឺខ្ញុំធ្លាប់យកពីថៃបាទរហូតមកដល់បច្ចុប្បន្ននេះយើងមានបញ្ហាជាមួយថៃហើយខ្ញុំក៏មិនទៅយកទៀតដែរអញ្ចឹងខ្ញុំក៏បដូរទិសដៅទៅយកពីចិនមកវិញបាទយកពីចិនមកវិញអញ្ចឹងថ្នាំស្មៅរបស់ខ្ញុំគឺខ្ញុំនៅរក្សាឈ្មោះដដែលឈ្មោះខ្ញុំដាក់ថាម៉ាន់ថងបាទបងប្អូនតែជាធ្លាប់ឮលៀងហើយឈ្មោះម៉ាន់ថងបាទគុណភាពរបស់វាល្អគួរសមបាទប្រើទៅមិនប៉ះពាល់ដល់ដីមិនប៉ះពាល់ដល់ឫសដំណាំរបស់យើងជាពិសេសគឺបាញ់តាមរងដំឡូងមីរងចន្ទីរងកូនកៅស៊ូឬក៏ដំណាំម្រេចដំណាំទុរេនបាទអាហ្នឹងគឺយើងបាញ់ទៅអត់ខូចដីអត់ងាយខូចដីទេព្រោះវាងាប់តែស្មៅទេហើយស្មៅសួរតែប្រសិទ្ធភាពស្មៅអីស្មៅជើងក្រាស់ស្មៅសេមន់បាទស្មៅសបុកមន់គេហៅថាជើងក្អែបណាបាទឬក៏បើតំបន់ខ្ញុំគេហៅទឹកដោះខ្លាតែតំបន់បងប្អូនគេមិនដឹងហៅអីទេបាទហ្នឹងគឺអូខេត្រូវស្មៅចិញ្ចៀនស្មៅជូរអីហ្នឹងគឺទៅហើយមកកាផ្លេបាទអញ្ចឹងបងប្អូនអាចយកទៅប្រើបានហើយតើថ្ងៃទីមុនចូលឆ្នាំបាទបានមានចូលស្តុកវិញណាមុនចូលឆ្នាំមានចូលស្តុកហើយឥឡូវហ្នឹងគឺដាច់ស្តុកបាទព្រោះយើងអត់ទាន់បានយកចូលថែមអូខេសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាពេញចិត្តរាល់ការចែករំលែករបស់ខ្ញុំកុំភ្លេចបងបាទជួយចែករំលែកឬក៏ share បាទ share វីដេអូនេះបន្តឬក៏ចុច follow page តាមដាន page ដើម្បីបានវីដេអូថ្មីបន្ថែមទៀតបាទអរគុណ